គោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel ពិភព Education បាទថ្ងៃនេះយើងវិលត្រឡប់មកសាជាថ្មីនៅសំណួរចម្លើយប្រចាំថ្ងៃដែលខ្ញុំបាទតែងធ្វើវីដេអូជាបន្តបន្ទាប់ជូនដល់បងប្អូនដើម្បីសិក្សាទាំងអស់គ្នាបាទអញ្ចឹងមុននឹងសិក្សាដល់សំណួរថ្មីមួយទៀតយើងចូលរួមឆ្លើយនៅសំណួរចាស់កាលវីដេអូមុនទាំងអស់គ្នាបាទកាលពីសំណួរចាស់កាលពីវីដេអូមុនខ្ញុំបានសួរពុកម៉ែបងប្អូនថាតើខេត្តណាខ្លះជាប់នឹងបឹងទន្លេសាបសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចឆ្លើយបានបាទអញ្ចឹងខ្ញុំសូមឆ្លើយនៅសំណួរចាស់នោះឡើងវិញគឺខេត្តដែលជាប់នឹងបឹងទន្លេសាបមានសៀមរាបពោធិ៍សាត់បាត់ដំបងកំពង់ឆ្នាំងនិងកំពង់ធំដែលគេមានពាក្យស្លោកមួយសម្រាប់ផ្ដល់ជូនដល់បងប្អូនគឺសៀមសាត់បាត់ឆ្នាំងធំបាទសៀមគឺសៀមរាបសាត់គឺពោធិ៍សាត់បាត់គឺបាត់ដំបងឆ្នាំងគឺកំពង់ឆ្នាំងធំនិងគឺកំពង់ធំបាទឥឡូវយើងចូលទៅសិក្សានៅសំណួរថ្មីទាំងអស់គ្នាបាទសំណួរថ្មីនេះដែរគឺខ្ញុំបានដាក់នៅវីដេអូកិច្ចការសំទោសគឺដាក់នៅកិច្ចការស្រាវជ្រាវកាលពីវីដេអូមុនសំណួរគឺគេសួរថាតើបុណ្យកឋិនប្រារព្ធឡើងនៅពេលណាមានរយៈពេលប្រហែលថ្ងៃបាទអញ្ចឹងតើបុណ្យកឋិនបាទសំទោសប្រារព្ធឡើងនៅពេលណាមានរយៈពេលប្រហែលថ្ងៃអញ្ចឹងយើងមើលនៅចម្លើយទាំងអស់គ្នាបាទចម្លើយបុណ្យកឋិនប្រារព្ធឡើងចាប់ពីថ្ងៃ1រោចខែអាសត់ដល់ថ្ងៃ15កើតខែកដិកមានរយៈពេល29ថ្ងៃបាទអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំបាទសូមអានជូនម្ដងទៀតបុណ្យកឋិនប្រារព្ធឡើងចាប់ពីថ្ងៃ1រោចខែអាសត់ដល់ថ្ងៃ15កើតខែកដិកមានរយៈពេល29ថ្ងៃបាទហើយបើសិនបងប្អូនមិនច្បាស់នៅចម្លើយនេះទេបងប្អូនអាចមើលនៅ description នៅក្រោមវីដេអូគឺខ្ញុំបាទសរសេរជូនបងប្អូនបាទណាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចឆ្លើយបានបាទឥឡូវខ្ញុំបាទសូមពង្រឹងនៅចំណេះដឹងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបន្ទាប់ពីខ្ញុំបានអាននៅចម្លើយបាញ់មិញតើបងប្អូនអាចឆ្លើយបានទេតើបុណ្យកឋិនប្រារព្ធឡើងនៅពេលណាមានរយៈពេលប្រហែលថ្ងៃបាទអញ្ចឹងបងប្អូនប្រកាសជាឆ្លើយបានបើមិនបានទេមើលហើយមើលទៀតមើលហើយមើលទៀតបាទប្រកាសជាចងចាំអាហ្នឹងជាល្បិចនៃការរៀនបាទមុននឹងបញ្ចប់នៅវីដេអូនេះមួយទៀតខ្ញុំបានផ្ដល់នៅវីដេអូសំណួរស្រាវជ្រាវមួយជូននៅបងប្អូនបន្តទៀតបាទសំណួរស្រាវជ្រាវបន្តគឺតើបុណ្យអុំទូកប្រារព្ធឡើងនៅពេលណាមានរយៈពេលប៉ុន្មានថ្ងៃបាទតើបុណ្យអុំទូកប្រារព្ធឡើងនៅពេលណាមានរយៈពេលប៉ុន្មានថ្ងៃអញ្ចឹងសង្ឃឹមថាពីមួយវីដេអូទៅមួយវីដេអូបងប្អូនអាចទទួលបានចំណេះដឹងបាទបើមិនបានច្រើនក៏បានបន្តិចបន្តួចបាទអាចឆ្លើយបានខ្លះបាទអញ្ចឹងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទឲ្យខិតខំប្រឹងធ្វើនៅវីដេអូជូនដល់បងប្អូនសូមបងប្អូនជួយចុច Subscribe បាទជួយ Like ជួយ Comment បាទរីគុណដើម្បីស្ថាបនាបាទដើម្បីខ្ញុំបាទមានទឹកចិត្តបាទធ្វើវីដេអូបន្តអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបប្រកបតែសេចក្តីសុខសេចក្តីចម្រើនមករកស៊ីទទួលទានមានបានទៅណាប្រកបដោយសុខសុវត្ថិភាពសូមអរគុណសូមគោរពលា